ខ្មោចម្ដាយដែលស្លាប់ទៅត្រឡប់មកផ្ទះវិញជារៀងរាល់យប់ដោយសារតែគាត់នៅបារម្ភពីកូនប្រុសរបស់គាត់ដែលនៅក្មេងៗទាំងពីរនាក់ហ្នឹងគាត់ខ្លាចថាកូនប្រុសរបស់គាត់ទាំងពីរនាក់ហ្នឹងអត់មានបញ្ញាគេនៅមើលថែអត់មានបាយមកហូបគ្រប់គ្រាន់នឹងឯងចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគាត់មានឈ្មោះថាណាប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលកើតឡើងទៅលើមីងបការបស់គាត់កាលពីឆ្នាំ2014នៅមកផាច់ខ្ទង់8យប់ដោយសារតែបងប្អូនចំនួនមួយរបស់គាត់ហ្នឹងអត់ឃើញមកហូបបាយនៅផ្ទះរបស់គាត់ដូចរាល់ដងទេអញ្ចឹងហើយទើបគាត់ត្រូវជិះម៉ូតូដុបម៉ាក់របស់គាត់ទៅផ្ទះរបស់មីងគាត់ដែលផ្ទះមីងរបស់គាត់គឺនៅក្នុងភូមិជាមួយនឹងគ្នាទេគ្រាន់តែផ្ទះមីងរបស់គាត់គឺនៅចុងភូមិពេលដុបទៅនៅផ្ទះរបស់មីងគាត់គឺបាត់ទ្វារចំហចោលផ្ទះមីងរបស់គាត់គឺជាប្រភេទផ្ទះទៀមទេទាំងអស់គ្នាដែលផ្ទះគឺធ្វើនៅកណ្ដាលដីជុំវិញផ្ទះគឺសុទ្ធតែមានព្រៃមានដើមឈើមានអីចឹងទៅបញ្ជាក់ផ្ទះហ្នឹងគឺមានតែក្មេងៗរស់នៅពីរនាក់ហ្នឹងបើមីងរបស់គាត់ឡើងធ្វើការងារនៅពេញបាត់ហើយអញ្ចឹងពេលជិះម៉ូតូមកហ្នឹងទុកម៉ូតូរួចម៉ាក់របស់គាត់ក៏ដើរចូលទៅក្នុងផ្ទះពេលដើរចូលទៅក៏ឃើញក្មេងៗកំពុងដេកមើលទូរទស្សន៍ដេកហ្នឹងគឺដេកផ្ទាល់នៅលើអត់អញ្ចឹងណាហើយទូរទស្សន៍គឺនៅខាងលើចំណែកបន្ទប់របស់ម្ដាយរបស់វាហ្នឹងគឺបាក់ទ្វារចំហចោលអញ្ចឹងគាត់ឃើញទ្វារបាក់ចំហចោលអញ្ចឹងម៉ាក់របស់គាត់ក៏គិតថាចែកសង្ស័យតែប្អូនស្រីរបស់គាត់ដែលឡើងធ្វើការងារនៅពេញហ្នឹងត្រឡប់មកផ្ទះវាមើលកូនអីចឹងទៅគាត់ក៏ដើរទៅបន្ទប់ហ្នឹងពេលដើរទៅបន្ទប់ហ្នឹងទាំងអស់គ្នាគឺគាត់បានឃើញមីងរបស់គាត់ហ្នឹងដេកទាំងទឹកមុខស្លេកស្លាំងដេកកងថ្ងៃចែបដេកនៅពេលឃើញអញ្ចឹងគាត់ក៏ថាចែកហែងឈឺមែនហើយមកពីអង្ការក៏អត់ប្រាប់គេអញ្ចឹងអញខំតែភ័យនេះឃើញក្មេងៗមានពីណាគេទៅហូបបាយទេការពិតវានៅជាមួយនឹងម៉ាក់វាសោះគាត់និយាយអញ្ចឹងទាំងអស់គ្នាប៉ុន្តែមីងរបស់គាត់ហ្នឹងគឺអត់និយាយគាត់ថាអត់ស្រួលខ្លួនទេហើយក៏ដេកបាយខ្នងចឹងទៅអញ្ចឹងពេលដែលឃើញមីងរបស់គាត់ដេកបាយខ្នងអញ្ចឹងម៉ាក់របស់គាត់ក៏ដើរចេញមកវិញរួចក៏ប្រាប់ក្មេងៗអញ្ចឹងតើទៅផ្ទះអ៊ំទៅហូបបាយរួចចាំមកផ្ទះវិញមើលម៉ាក់អញ្ចឹងទាំងអស់គ្នាអញ្ចឹងពេលដែលថាមកផ្ទះវិញមើលម៉ាក់ហ្នឹងក្មេងៗក៏វាមើលមុខថាអញ្ចឹងម៉ាក់មកមែនអ៊ំម៉ាក់មកមែនអ៊ំអញ្ចឹងពេលហ្នឹងគាត់ក៏បានសួរនឹងក្មេងៗទៀតដែរน้องក្មេងៗឡើងលើម៉ូតូឬក៏បើកចេញពីផ្ទះមីងរបស់គាត់ត្រឡប់ទៅផ្ទះរបស់គាត់វិញពេលទៅដល់ផ្ទះហ្នឹងទាំងអស់គ្នាម៉ាក់របស់គាត់ក៏ចាប់រៀបចំបាយហូបឲ្យជុំគ្នាចឹងទៅក្មេងៗទាំងពីរនាក់ហ្នឹងគឺតែតែមកហូបបាយនៅផ្ទះរបស់គាត់ជារៀងរាល់ថ្ងៃដោយសារតែផ្ទះហ្នឹងក៏អត់មានមនុស្សធំឬចាស់នៅជាមួយទេដូចនិយាយអញ្ចឹងគឺម៉ាក់របស់វាឡើងធ្វើការងារនៅពេញបាត់ហើយអញ្ចឹងគឺក្មេងៗពេលយប់មកដេកនៅផ្ទះវិញពេលថ្ងៃគឺវាមកហូបបាយនៅផ្ទះបានណាពេលថ្ងៃពេលព្រឹកពេលល្ងាចអីគឺមកហូបបាយនៅផ្ទះបងអ្នកហ្នឹងឯងពេលដែលហូបបាយហ្នឹងម៉ាក់របស់គាត់សួរអញ្ចឹងអូនម៉ាក់មកដល់តាំងពីម៉ោងប៉ុន្មានចុះស្អីគាត់វាឆ្ងល់អញ្ចឹងម៉ាក់មកពីអង្ការម៉ាក់មកពីអង្ការអញ្ចឹងណាខ្ញុំគាត់ថាអញ្ចឹងម៉ាក់ដេកនៅក្នុងបន្ទប់នោះម៉ាក់មកពីតាំងពីម៉ោងប៉ុន្មានអ្នកប្រាប់អ៊ំអញ្ចឹងអ៊ំខំភ័យនេះឃើញពួកហើយអត់មានបណ្ដាគេមកហូបបាយចេះឆ្ងល់ខ្លាចទៅលេងទឹកលេងអីអញ្ចឹងនាំលំទឹកលំអីអញ្ចឹងទៅគាត់ស្ដីក្មេងៗអញ្ចឹងណាក្មេងៗវាក៏អត់មានមាត់អីដែរក៏វាហូបបាយបណ្ដាបន្លែគ្នាបណ្ដាតាមបាច់ក្មេងៗអញ្ចឹងបងប្អូនកូនមីងរបស់គាត់ទាំងពីរនាក់ហ្នឹងគឺមានអាយុកូនបងអាយុ10ឆ្នាំចំណែកកូនប្អូនគឺអាយុ8ឆ្នាំអញ្ចឹងពេលដែលហូបបាយរួចហ្នឹងណាម៉ាក់គាត់ត្រូវដុបក្មេងៗត្រឡប់ទៅផ្ទះវិញពេលដុបទៅផ្ទះវិញទាំងអស់គ្នាគឺគាត់បានឃើញមីងរបស់គាត់ឈរនៅក្នុងផ្ទះប៉ុន្តែឈរនៅមាត់ទ្វារឈរមើលគាត់មកទាំងទឹកមុខស្មើហើយក្មេងៗក៏ចុះពីលើម៉ូតូគាត់រត់ចូលទៅក្នុងផ្ទះបិទទ្វារអញ្ចឹងពេលហ្នឹងគាត់នឹងក៏រត់ទៅសួរមីងរបស់គាត់ដែរប៉ុន្តែដោយសារតែឃើញក្មេងៗហ្នឹងបិទទ្វារបិទអីហើយវានឹងគាត់នឹងក៏ជិះម៉ូតូត្រឡប់មកផ្ទះរបស់គាត់វិញនឹងឯងពេលដែលមកដល់ផ្ទះទាំងអស់គ្នាគាត់ក៏ឃើញម៉ាក់របស់គាត់នឹងកំពុងតែអង្គុយយំមួយប៉ារបស់គាត់ហ្នឹងទាំងអស់គ្នាអង្គុយយំហ្មងដោយសារតែគាត់ទទួលបានដំណឹងថាមីងរបស់គាត់ដែលធ្វើការងាររោងចក្រនៅពេញហ្នឹងគឺគាត់បានខ្យល់កោស្លាប់ហើយក៏បានស្លាប់ទាំងអស់គ្នាស្លាប់នៅកន្លែងគាត់ធ្វើការនឹងឯងអញ្ចឹងពេលហ្នឹងគឺគាត់ស្លាប់ដែរទាំងអស់គ្នាព្រោះគាត់ទៅបានឃើញមីងរបស់គាត់អីចឹងទៅណាមួយទៀតម៉ាក់របស់គាត់ក៏បានឃើញមីងរបស់គាត់នឹងទៀតមិនបានត្រូវគេប្រាប់ថាស្លាប់អញ្ចឹងហើយគេនឹងក៏ប្រាប់ថាគឺបានស្លាប់ពិតមែនអញ្ចឹងទៅទាំងគ្នាគាត់អង្គុយចាំនៅខាងក្រោមផ្ទះទាំងអារម្មណ៍មួយគឺអារម្មណ៍មួយជឿអារម្មណ៍មួយទៀតគឺរឿងផ្ទះតែរឿងសង្ស័យប៉ុន្តែម្ដងខ្ទង់មកប្រហែលជាខ្ទង់7សាក់សពរបស់មីងក៏ត្រូវបានគេដឹកមកហ្នឹងគឺដឹកមិនមែនដឹកមកផ្ទះបងណាទេគឺដឹកទៅដាក់នៅវត្តដោយសារសពរបស់គាត់អាចនិយាយបានថាជាសាក់សពថៃហោអញ្ចឹងគឺគេធ្វើបន់គឺធ្វើបន់នៅវត្តអីចឹងទៅពេលធ្វើបន់នៅវត្តហ្នឹងណាក្មេងៗទាំងពីរនាក់ក៏វាទៅដែរពេលក្មេងគឺតម្រូវឲ្យកោសក់ទាំងពីរនាក់បងប្អូនដើម្បីរបៀបថាប៊ុំមុខភ្លើងឲ្យម្ដាយអញ្ចឹងណាបងប្អូនអញ្ចឹងគាត់នឹងក៏និយាយមួយម៉ាក់មកគាត់ថាចែម៉ាក់ម៉ែចម្លែកអត់ពេលយប់ពេលយើងទៅដប់ទៅផ្ទះបងមីងហ្នឹងណាគឺយើងបានឃើញមីងខ្ញុំបានឃើញមីងឈរនៅមាត់ទ្វារហើយម៉ាក់របស់គាត់ក៏ថាចែឃើញមីងដេកនៅក្នុងបន្ទប់ទៀតតែមកទៅជាម៉ោងហើយជាខ្ទង់ម៉ោង2ទៅដឹកសក់មកវិញអញ្ចឹងពួកគាត់រៀងឆ្ងល់រីកដែរទាំងអស់គ្នាប៉ុន្តែម៉ាក់របស់គាត់ប្រាប់វិញថាចែសង្ស័យតែព្រលឹងរបស់វាមិនទាន់អាចមិនទាន់អស់អាឡ័យហើយណាមួយទៀតដូចនិយាយចឹងទាំងអស់គ្នានិយាយថាគាត់នៅបារម្ភពីកូនប្រុសរបស់គាត់ទាំងពីរនាក់ហ្នឹងគាត់ខ្លាចថាកូនប្រុសរបស់គាត់ហ្នឹងអត់មានពីណាគេនឹងមើលថែមើលចឹងទៅអញ្ចឹងពេលដែលសាក់សពរបស់មីងគាត់ត្រូវបានគេបូជានៅក្នុងបច្ឆាហ្នឹងគាត់មិនបាក់គាត់គឺនិយាយថាមីងមិនបាច់បារម្ភទេមិនបាច់បារម្ភបាច់ខ្វល់ទេពីរនាក់ហ្នឹងចាំពួកខ្ញុំមើលថែហើយចាប់ពីពេលហ្នឹងទៅពួកវាត្រូវមកដេកនៅផ្ទះរបស់ខ្ញុំហើយមិនដេកនៅផ្ទះហ្នឹងទៀតទេផ្ទះហ្នឹងបាត់ទ្វារចាក់សាំចោលអីចឹងណាអញ្ចឹងពេលហ្នឹងក៏គេបូជាសាក់សពមីងរបស់គាត់បានរួចរាល់អីចឹងទៅមកប្រហែលជាខ្ទង់មក8 9យប់ក៏ចាប់ដើមរើសឆ្អឹងឲ្យសាក់សពមីងរបស់គាត់ពេលហ្នឹងគឺគេបូជាតាំងពីម៉ោង1ថ្ងៃត្រង់មកម៉ែអញ្ចឹងម៉ោង7 8ក៏រើសធៀបអីជាមួយនឹងគ្នាអញ្ចឹងបងប្អូនចំណែកក្មេងៗវិញបងប្អូនគឺវាយំរហូតយំដោយសារតែវាទទួលយកអត់បានធម្មតាក្មេងៗសុកបាត់បង់ម្ដាយអញ្ចឹងអ្នកណាគេក៏យំដែរហើយតែសំខាន់ហ្នឹងព
ពេលហ្នឹងឪបងវាអត់ព្រមមកមើលទេបន្ទោះបីជាលេងគ្នាមិនគេដល់ទេប៉ុន្តែគាត់គួរតែមកមើលសាកសពប្រពន្ធអត់ដូចប្រពន្ធដែរហើយមកគួរតែមកសួរសុខទុក្ខកូននេះតែអញ្ចឹងណាប៉ុន្តែអត់សោះបងឪវាគឺការប្រពន្ធផ្សេងគឺរស់នៅក្នុងភូមិផ្សេងតាំងពីយូរហើយអញ្ចឹងហើយគឺអត់ដែរខ្វល់អត់មានទំនាក់ទំនងអីមួយកូនចៅទាំងពីរនាក់ហ្នឹងទេអញ្ចឹងក្មេងៗទាំងពីរនាក់ហ្នឹងក៏ត្រូវមករស់នៅផ្ទះរបស់គាត់នឹងឯងទាំងអស់គ្នាប៉ុន្តែក្រោយពេលដែលគេបន់សពមីងរបស់គាត់បានប្រហែលជាខ្ទង់7ថ្ងៃហើយនេះក្មេងៗធម្មតាគឺវាតែងតែទៅផ្ទះរបស់វាវិញមិនខុសពីរាល់ដងទេវាត្រឡប់ទៅផ្ទះរបស់វាវិញអញ្ចឹងទៅប៉ុន្តែវាមិនមែនតែដេកទាំងអស់គ្នាគឺវាទៅមើលទូទួលទៅមើលទូមើលអីចឹងទៅគាត់ហើយនឹងម៉ាក់របស់គាត់គឺតាមរកក្មេងៗហ្នឹងហ្មងដោយសារតែអត់ឃើញវានៅផ្ទះអញ្ចឹងណាអត់ឃើញនៅផ្ទះរបស់គាត់ណាស់ហើយនឹងម៉ាក់របស់គាត់រលើខំគាត់អត់ឃើញទេអញ្ចឹងគាត់និយាយថាចែកសង្ស័យតែវាស្លាប់ទៅផ្ទះរបស់វាវិញហើយអញ្ចឹងណាក់គាត់ថាចេះបាយទៅខ្ញុំជិះម៉ូតូទៅពេលហ្នឹងមកទៅ6កន្លះណាទាំងអស់គ្នាគាត់ជិះម៉ូតូទៅផ្ទះរបស់មីងគាត់ដាក់ចតុលម៉ូតូភ្លាមគាត់ដើរចូលទៅក្នុងផ្ទះមីងរបស់គាត់ភ្លាមណាគឺគាត់បានឃើញមីងរបស់គាត់ហ្នឹងណាកំពុងតែឈរនៅជ្រុងម្ខាងទូហ្នឹងមើលមកពេញទាំងពីរអ្នកហ្នឹងហើយពេលដែលគាត់ដើរទៅដល់ទ្វារហ្នឹងគាត់ងាកទៅមើលគឺមីងហ្នឹងមីងរបស់គាត់ងាកមកមើលគាត់វិញចាងាកមកមើលគាត់វិញជំនឿទឹកមុខគឺស្លេកស្លាំងខ្លាំងមែនតែនហើយពេញទាំងពីរអ្នកហ្នឹងប្រហែលជាវាអត់ដឹងទេថាម៉ាក់របស់វាគឺប្រឡឹងរបស់ម៉ាក់វាត្រឡប់មកវិញគឺវាអត់ដឹងទេវាដេកមើលទូដូចធម្មតាអញ្ចឹងទៅណាក់ពេលហ្នឹងគឺគាត់អត់តន់ខ្លាចទាំងអស់គ្នាគាត់ក៏ប្រាប់អញ្ចឹងដល់ផ្ទះវិញទៅហូបបាយចឹងឲ្យក្មេងវាក៏ព្រមបិទទូរីឡើងម៉ូតូត្រឡប់ទៅផ្ទះវិញជាមួយនឹងគាត់ទ្វារផ្ទះក៏ចាប់ផ្ដើមបិទចាក់សោវិញអញ្ចឹងណាប៉ុន្តែពេលគាត់បដាពេញក្មេងដើរមកម៉ូតូវិញហ្នឹងទាំងអស់គ្នាគាត់ងាកសម្លឹងទៅកន្លែងប្អូននឹងមកផ្ទះហ្នឹងណាគឺគាត់ឃើញមីងរបស់គាត់ហ្នឹងណានៅក្នុងផ្ទះហ្នឹងដៃតោងមួយប្អូនមើលមកចាមើលមកចំនួនទឹកមុខស្មើមែនតែនអញ្ចឹងគាត់ក៏យករឿងហ្នឹងប្រាប់ទៅម៉ាក់របស់គាត់ប្រាប់ថាម៉ាក់ខ្ញុំឃើញមីងអញ្ចឹងណាអាហ្នឹងក្រោយ7ថ្ងៃរបស់មីងគាត់ហើយចឹងគាត់ប្រាប់ចឹងទៅគាត់ថាសង្ស័យតែមីងកាចមីងរករឿងមីងអីចឹងទៅទាំងអស់គ្នាអញ្ចឹងក្មេងៗគឺវានៅតែអត់ដឹងរឿងដែលម៉ាក់របស់វាឡងគឺវាអត់ដឹងទេវាដែរឃើញអញ្ចឹងណាប៉ុន្តែអ្នកផ្សេងទៀតគឺបានឃើញម៉ាក់បងណាអីក៏គាត់បានឃើញដែរគាត់ថាពេលយប់ឡើងអញ្ចឹងណាគឺមានគេមកគោះទ្វារផ្ទះបងណាហ្នឹងហ្មងគោះទ្វារគោះអីអញ្ចឹងពេលដែលបាត់ទ្វារទៅគឺឃើញមីងរបស់គាត់ហ្នឹងណាឈរនៅខាងមុខផ្ទះប៉ុន្តែឈរនោះគឺឃើញបានតែកណ្ដាលខ្លួនទេឃើញមកកណ្ដាលឡើងមកលើចេះចំណែកជើងឲ្យគឺអត់ឃើញទេហើយអត់មាននិយាយទាំងអស់គ្រាន់តែមកឈរមើលគាត់ហើយដើរបាយខ្លាំងចេញបាត់ទៅម្ដងទៀតដែលគាត់ឃើញគឺឃើញអញ្ចឹងទៀតគឺឃើញអញ្ចឹងរហូតដល់ម៉ាក់របស់គាត់ត្រង់អត់បានទាំងអស់គ្នាម៉ាក់របស់គាត់ក៏ទៅនិយាយនៅមុខរបៀបថាមុខធៀបគឺនិយាយប្រាប់ថាចេះឥឡូវហ្នឹងកូនហើយអញតានាចាំអញតានាមើលថែរហូតដល់ពួកវាធំពេញវ័យពេញអីចឹងណាថ្ងៃក្រោយបាត់មកទៀតទេមិនបាច់មករមិនមកអីវាទៀតទេទៅរបៀបថាទៅកាន់សម្បត្តិភពអីចឹងទៅមិនបាច់ខ្វល់ទេអញមើលថែវាបានហើយអញអ៊ំវាអញអត់ទុកវាចោលទេនឹងបងប្អូនគ្នាចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកហ្នឹងក៏មានតែប៉ុណ្្នឹងដែរសម្រាប់បងប្អូនគ្នាមានរឿងចែករំលែកដែរកុំភ្លេចឆាតមកក្នុង account IG របស់ខ្ញុំផង